ឆេះហើយទៅលោមបងប្អូនអើយបាទចេញនេះឆេះហើយទៅលោមបាទឆេះហើយទៅលោមបាទនេះអស់តោះវាបាញ់យើងអត់ឈប់ទេបាទនោះបាទនេះឆេះហើយទៅលោមជោគជ័យមើលទៅបាទនេះគ្រាន់តែខ្ញុំនៅឆ្ងាយបាទឆ្ងាយពីតំបន់ក្តៅបាទជោគជ័យឆេះហើយទៅលោមនេះបាទវាបាញ់បាទហើយសួរថាខ្ញុំអ្នកព័ត៌មាននឹងខ្ញុំបដូរដើម្បីអីបាទគឺខ្ញុំជាអ្នកយកព័ត៌មានគឺបដូរយកព័ត៌មានដើម្បីជាតិឲ្យដឹងថាឥឡូវហ្នឹងរឿងហេតុវាកើតដោយសារអីគឺសៀមបានបាញ់បហាមកលើយើងរហូតតែម្ដងបាទបាញ់បហាមកលើយើងសង្គ្រប់បាទទោះបីមានបត់ឈប់បាញ់យ៉ាងណាក៏ដោយបាទក៏នៅសៀមនៅតែបន្តបាញ់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះបាទហើយការឆេះនេះវេលាម៉ោង4:17 នាទីបាទម៉ោង4បាទអញ្ចឹងឆេះនៅខាងជោគជ័យតែម្ដងបងប្អូនបាទនឹងជោគជ័យអានេះខ្ញុំស្មានណាបងប្អូនបាទខុសត្រូវសូមមេត្តាខន្តីអភ័យទោសឆេះហើយទលោមនោះបាទអរគុណ